សម្រាប់ថ្ងៃនេះមានអីច្រើនណាស់ទាំងអស់គ្នាគឺចង់បង្ហាញអ្នកទាំងអស់គ្នាអំពីការរៀបចំបាយម្ហូបឲ្យកូនទៅរៀននៅពេលព្រឹកហ្នឹងណាហើយជាធម្មតានៅក្នុងទូទឹកកករបស់ខ្ញុំតែងតែមានសាច់និងបន្លែសម្រាប់ទុកធ្វើម្ហូបឲ្យកូនរបស់ខ្ញុំទៅរៀនហើយបន្លែមានអីច្រើនទេអ្នកទាំងអស់គ្នាមានការ៉ុតមានខាត់ណាមានផ្លែស៊ូមានផ្ទីនិងមានស្លឹកខ្ទឹមតិចចឹងទៅហើយសាច់ជ្រូកចឹងណាហើយចឹងយើងយកមកលាងឲ្យស្អាតចឹងមកដើម្បីយើងយកទៅចិតជាចំណិតតូចដើម្បីរៀបចំជាអាហារពេលព្រឹកសម្រាប់កូនប្រុសរបស់ខ្ញុំទៅរៀនហើយសម្រាប់ការចិតបន្លែនីមួយហ្នឹងគឺតាមចិត្តដែលអ្នកទាំងអស់គ្នាស្រឡាញ់អញ្ចឹងណាអ្នកទាំងអស់គ្នាចង់ចិត្តទូចអត់ដេងធំបន្តិចដែរតម្រូវតាមចិត្តកូនរបស់អ្នកទាំងអស់គ្នាអាចញ៉ាំបានអញ្ចឹងណាព្រោះកូនរបស់ខ្ញុំគឺគាត់អាចញ៉ាំបានគ្រប់មុខគឺហាន់បែបមិនក៏គាត់អាចញ៉ាំបានហើយនឹងបន្លែបែបមិនក៏គាត់អាចញ៉ាំបានព្រោះគាត់ចូលចិត្តញ៉ាំអញ្ចឹងណាហើយសម្រាប់បន្លែអ្នកទាំងអស់គ្នាអាចដាក់មុខតិចដូចបង្ហាញនៅក្នុងវីដេអូហ្នឹងអញ្ចឹងទៅព្រោះបន្លែមួយមុខសិតតែមានជីវជាតិគ្រប់គ្រាន់អញ្ចឹងណាអ្នកទាំងអស់គ្នាមានបន្លែបៃតងមានការ៉ុតជំនួយភ្នែកហើយនឹងមានសាច់បន្តិចអញ្ចឹងទៅហើយបន្ទាប់ពីយើងធ្វើបន្លែរបស់យើងហើយហ្នឹងគឺយើងមករៀបចំឆាដើម្បីទុកឲ្យគាត់ទៅរៀនហើយការឆាហ្នឹងក៏អត់ពិបាកដែរអ្នកទាំងអស់គ្នាហើយពេលខ្លះខ្ញុំក៏កំពងខ្ទឹមពេលខ្លះក៏ខ្ញុំអត់ដាក់ខ្ទឹមអញ្ចឹងណាហើយនេះតាមអ្នកទាំងអស់គ្នាគឺថាធ្វើបែបមិនស្រួលអ្នកទាំងអស់គ្នាធ្វើអញ្ចឹងទៅព្រោះសម្រាប់ខ្ញុំដាក់ឆាទាំងអស់អញ្ចឹងទៅដើម្បីឲ្យបន្លែរហ័សឆ្អិនហើយខ្ញុំក៏ដាក់សាច់ចូលហើយដាក់រ៉ូឌីបន្តិចហើយនឹងទឹកស៊ីអ៊ីវបន្តិចបានហើយព្រោះគាត់អត់ត្រូវការរសជាតិអីច្រើនទេអ្នកទាំងអស់គ្នាហើយបន្ទាប់ពីឆ្អិនមកហ្នឹងគឺខ្ញុំក៏បានដួសដាក់កូនប្រអប់ដែរខ្ញុំចំណាំដាក់ឲ្យគាត់ទៅរៀនអញ្ចឹងណាហើយចឹងសម្រាប់ម្ហូបរបស់យើងគឺរួចជាស្រេចចឹងខ្ញុំដាក់កូនប្រអប់ហើយខ្ញុំក៏បិទហើយខ្ញុំនឹងដួសបាយដាក់ឲ្យគាត់ហើយក៏ចង់ប្រាប់អ្នកទាំងអស់គ្នាដែរសម្រាប់បាយគឺខ្ញុំដាក់ឲ្យគាត់ជាប្រភេទអង្ករសម្រូតដោយសារតែអង្ករសម្រូតហ្នឹងគឺអត់សូវមានជាតិស្ករទេអ្នកទាំងអស់គ្នាហើយក៏ជួយដល់សុខភាពយើងច្រើនដែរហើយអញ្ចឹងសម្រាប់កូនប្រុសខ្ញុំគាត់រៀងលើសគីឡូបន្តិចដែរអញ្ចឹងខ្ញុំមានបន្លែសាច់បន្តិចហើយនឹងបាយសម្រាប់ឲ្យគាត់ទៅរៀនអរគុណអ្នកទាំងអស់គ្នា